សូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញពីភ្លៀងធ្លាក់ដុំតកកហើយគួបផ្សំទៅនឹងខ្យល់កន្ត្រាក់មានតាំងភ្នែកបន្ទូចន្ទះដែលនៅកើតឡើងនៅក្នុងភូមិរបស់នាងខ្ញុំគឺកើតឡើងនៅថ្ងៃទី26ខែ10ឆ្នាំ2025គឺទិដ្ឋភាពថ្មីតែម្ដងដោយសារលើកនេះគឺមេឃកំពុងតែថ្ងៃល្អអញ្ចឹងនាងខ្ញុំថតចែកជូនពុកម៉ែបងប្អូនថាជាទូទៅនៅរដ្ឋដែលខ្ញុំរស់នៅគឺក្តៅហើយពេលឃើញថាមានភ្លៀងធ្លាក់តកបែបនេះក៏ប្លែកម្យ៉ាងដែរពុកម៉ែបងប្អូនដោយសារតែរយៈពេល2ទៅ3ខែគឺនៅរដ្ឋដែលនាងខ្ញុំរស់នៅនេះគឺវាមានអត់សូវមានភ្លៀងតែម្ដងភ្លៀងបន្តិចបន្តួចមែនទែនឆ្នាំនេះស្មៅក៏ងាប់ដែរពុកម៉ែបងប្អូនហើយនៅក្នុងសួនរបស់នាងខ្ញុំក៏នាងខ្ញុំអត់សូវដាំដំណាំច្រើនដែរដោយសារតែមេឃរាំងយូរហើយឥឡូវនេះស្រាប់តែភ្លៀងម្ដងគឺធ្លាក់ដុំតកកតែម្ដងហើយគប់ផ្សំនឹងផ្នែកវិទូលអត់ហ៊ានចេញទៅក្រៅទេពេលដែលមេឃភ្លៀងបែបនេះពុកម៉ែបងប្អូនប៉ុន្តែចង់ចែកចាយពីទិដ្ឋភាពខ្លះកំឡុងពេលដែលគេហៅថាភ្លៀងហើយភាសាអង់គ្លេសគេហៅថា hail raining មានថាគឺមានដុំតកកធ្លាក់នៅក្នុងកំឡុងពេលភ្លៀងអញ្ចឹងហើយជាទូទៅប្រភេទខ្យល់កន្ត្រាក់ឬក៏ភ្លៀងដុំតកកហ្នឹងវាអាចកើតចន្លោះពី10នាទីទៅ20នាទីអញ្ចឹងចាប់ពី20នាទីពេលដែលធ្លាក់ដុំតកកហ្នឹងហើយគឺមានទឹកភ្លៀងធ្លាក់ធម្មតាពុកម៉ែបងប្អូនអញ្ចឹងគ្រាន់តែមានដុំតកឬក៏ភ្លៀងតកធ្លាក់មកអញ្ចឹងគួបផ្សំនឹងខ្យល់កន្ត្រាក់ហ្នឹងផាជា10ទៅ15នាទីគឺដាច់ភ្លើងតែម្ដងអញ្ចឹងភ្លៀងប្រហែលជាម៉ោង4ទៅ5ល្ងាចបន្ទាប់ពីហ្នឹងគឺនាងខ្ញុំអត់មានអាកាសនីទេហើយនេះគឺជាដុំតកដែលធំនៅក្នុងសួនរបស់នាងខ្ញុំធំមែនតើធំជាងមេដៃហើយមេជើងនិយាយទៅចង់ប៉ិនកដដៃកូនក្មេងពុកម៉ែបងប្អូនអាចថាគេហៅថាយកទៅដាក់ក្នុងទឹកក្រូចញ៉ាំបានហើយថ្ងៃនេះនាងខ្ញុំនឹងប្តីគឺយកទៀនដើម្បីជាពន្លឺនៅក្នុងផ្ទះហើយនាងខ្ញុំសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់នេះគឺជាទិដ្ឋភាពថ្មីដែលកំពុងកើតឡើងនៅក្នុងភូមិរបស់នាងខ្ញុំសូមអរគុណនិងសូមជម្រាបលា